សូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកបងប្អូនទាំងអស់ប្រកបដោយប្រាជ្ញានិងព្រះគុណរបស់ព្រះដោយព្រោះលោកអ្នកបានចំណាយពេលស្ដាប់និងធ្វើតាមព្រះបន្ទូលរបស់ផងព្រះអត្ថបទថ្ងៃនេះដកស្រង់ចេញពីព្រះគម្ពីរសុភាសិតជំពូក14បង្រៀនយើងអំពីកូនសោនៃជីវិតប្រាជ្ញាជាកូនសោនៃសុភមង្គលមានន័យថាប្រាជ្ញានឹងនាំឲ្យយើងមានសុភមង្គលនិងភាពរុងរឿងក្នុងជីវិតដោយហេតុថាប្រាជ្ញាជួយឲ្យយើងធ្វើការសម្រេចចិត្តត្រឹមត្រូវជៀសវាងបញ្ហានិងជួយយើងទទួលបានភាពជោគជ័យដូច្នេះប្រាជ្ញាគឺជាគន្លឹះដ៏សំខាន់ដើម្បីរក្សានូវសុភមង្គលក្នុងជីវិតព្រះគម្ពីរបង្រៀនយើងថាស្ត្រីមានប្រាជ្ញាតែងតែសាងគ្រួសាររបស់ខ្លួនរីឯស្ត្រីឥតមារយាទតែងតែបំផ្លាញគ្រួសារដោយដៃរបស់ខ្លួនផ្ទាល់មនុស្សល្ងង់ខ្លៅហាមាត់និយាយតែពាក្យអួតអាងរីឯពាក្យសម្ដីរបស់អ្នកប្រាជ្ញតែងតែការពារខ្លួនប្រាជ្ញារបស់មនុស្សឆ្លាតគឺការយល់ច្បាស់នៅផ្លូវដែលខ្លួនកំពុងដើររីឯភាពល្ងីល្ងើរបស់មនុស្សខ្លៅគឺក៏ល្បិចរបស់ខ្លួនមនុស្សចេះគិតពិចារណាតែងតែមានប្រាជ្ញារីឯមនុស្សខ្លៅមិនដែលមានប្រាជ្ញាទេមនុស្សឆោតជឿពាក្យគេទាំងអស់រីឯមនុស្សឆ្លាតមិនធ្វើអ្វីដោយឥតគិតពិចារណាឡើយមនុស្សមានប្រាជ្ញាតែងតែខ្លាចនិងជៀសវាងប្រព្រឹត្តអំពើអាក្រក់រីឯមនុស្សល្ងង់ខ្លៅឆាប់ប្រព្រឹត្តអំពើអាក្រក់ព្រោះទុកចិត្តលើខ្លួនឯងអ្នកណាចេះអត់ធ្មត់អ្នកនោះមានប្រាជ្ញាវាងវៃរីឯអ្នកដែលរហ័សខឹងរមែងបង្ហាញនូវភាពលេលារបស់ខ្លួនខ្ញុំសង្ឃឹមថាអ្នកនឹងមានប្រាជ្ញានោះលោកអ្នកនឹងប្រកបដោយសុភមង្គលសូមអរគុណសម្រាប់ការចូលរួមស្ដាប់និងជួយចែករំលែកព្រះបន្ទូលថ្ងៃនេះសូមព្រះប្រទានពរ